ញាក់ផ្អើភ្លុកទឹកភ្លុកដីបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកសប្បាយរីករាយមកទទួលនំបញ្ចុកកម្ពុជាសាមគ្គីពីម្ចាស់ប្រេនកុមារឈានមុខនៅមុខបារម្ភរាជវាំងជាប់នឹងវត្ថុស័ក្តិសិទ្ធិព្រះអង្គដង្គើធ្វើឲ្យបងប្អូនយើងទាំងអស់គ្នានឹកស្មានមិនដល់ពេលដឹងពីមូលហេតុដែលចែប៊ីកាម្ចាស់ផលិតផលកុមារឈានមុខធ្វើនៅត្រង់ចំណុចហ្នឹងឬសូរហើយព្រឺសម្បខ្ញាគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នំបញ្ចុកកម្ពុជាសាមគ្គីនេះគឺដើម្បីជួយលើកស្ទួយនៅអត្តសញ្ញាណជាតិខ្មែរយើងដែលមានដូចជាសម្លៀកបំពាក់ចាម្ហូបអាហារខ្មែរដូចជានំបញ្ចុកនិងផលិតផលជាតិខ្មែរយើងដូចជាប្រេនម៉ាក់កុមារឈានមុខនេះចាការមូលហេតុដែលនាងខ្ញុំជ្រើសរើសទីតាំងបង្កើតនៅព្រឹត្តិការណ៍នំបញ្ចុកកម្ពុជាសាមគ្គីនេះឡើងនៅទីតាំងចិត្តព្រះបរមរាជវាំងនិងចិត្តទីកន្លែងស័ក្តិសិទ្ធិព្រះអង្គដង្ការយើងគឺចាដើម្បីបង្ហាញអំពីទីតាំងដែលជាទីសក្ការៈបូជានិងកន្លែងទេសចរដ៏ទាក់ទាញនៅក្នុងប្រទេសកម្ពុជាយើងជូនទៅដល់ដើម្បីផ្សព្វផ្សាយទៅដល់បងប្អូនទាំងអស់គ្នាក៏ដូចជាពិភពលោកផងដែរចាចាបងណាហើយថ្ងៃនេះដូចជាសម្រាប់សំខាន់បំផុតគឺនំបញ្ចុកខ្មែរយើងតែម្ដងចានំបញ្ចុកខ្មែរយើងដែលជាម្ហូបអាហារប្រពៃណីខ្មែរយើងចាចង់អរគុណបាទសូមអរគុណណាបាទដែលបានមានទៀនធ្វើឲ្យប្រជាជនបងប្អូនបានហូបសូមជូនពរឲ្យលោកអ្នកមានម្ចាស់ទៀនប្រធានដើមការនេះឲ្យសុខសប្បាយរកស៊ីមានបានហើយដូចមានផលិតផលខ្មែរយើងសូមឲ្យរីកចម្រើនសូមឲ្យបងប្អូនចូលទិញឲ្យច្រើនណាកូនបាទជាតិដែរណាមីងនំបញ្ចុកខ្មែរយើងឆ្ងាញ់ហើយជាតិមួយបាទហើយណាមីងយល់យ៉ាងម៉េចដែរចំពោះក្រុមហ៊ុនកុមារឈានមុខដែរគាត់បង្កើតនៅព្រឹត្តិការណ៍នំបញ្ចុកកម្ពុជាសាមគ្គីនេះឡើងមីងគិតថាល្អមួយសម្រាប់បងប្អូនប្រជាជនរស់នៅក្នុងនេះគឺថាគាត់សាមគ្គីនឹងអត់មានប្រកាន់បណ្ណៈមានក្រអីគឺថាគាត់អាចចូលញ៉ាំសេរីបានចាអញ្ចឹងមីងមានសុំជូនពរគាត់សូមឲ្យគាត់សម្រេចសេចក្តីបំណងរបស់គាត់ឲ្យបានជោគជ័យទៅខាងមុខចាបាទជំរាបសួរប្រិយមិត្តរបស់ CNU ទាំងអស់គ្នាដែលគណៈពេលនេះខ្ញុំបាទគឹមឡុងកំពុងតែមានវត្តមាននៅចិត្តនឹងព្រះអង្គដងការផ្ទាល់តែម្ដងបាទដែលថ្ងៃនេះក្រុមហ៊ុនបាទកុមារឈានមុខដែលរៀបចំដោយចែប៊ីកាដែលព្រឹត្តិការណ៍នំបញ្ចុកកម្ពុជាសាមគ្គីបាទម្ចាស់ផលិតផលខ្មែរម៉ាក់កុមារឈានមុខហូបដោយសេរីដោយឥតគិតថ្លៃមិនថាម៉ូតូដប់មិនថាកង់3មិនថាបាទអ្នកដែលធ្វើដំណើរតាមផ្លូវនៅមុខវាំងដូចជាមុខព្រះអង្គលង្ការនេះអាចអញ្ជើញចូលរួមហូបហូបនំបញ្ចុកកម្ពុជាសាមគ្គីបានជាមួយនឹងបាទក្រុមហ៊ុនបាទចែប៊ីកាទាំងអស់គ្នាដែលជាក្រុមហ៊ុនកុមារឈានមុខផ្ទាល់តែម្ដងរាល់ផលិតផលរបស់បាទចែប៊ីកាគឺសុទ្ធតែជាផលិតផលរបស់កូនខ្មែរផ្ទាល់តែម្ដងបាទផលិតផលខ្មែរហ្នឹង